ការដាំដុះដំណាំក្រូចដូចជាក្រូចពោធិ៍សាត់ក្រូចឆ្មានិងក្រូចថ្លុងតែងតែជួបប្រទះនឹងបញ្ហាសត្វល្អិតចង្រៃជាពិសេសប្រភេទដង្កូវដែលស៊ីបំផ្លាញស្លឹកនិងផ្លែខាងក្រោមនេះគឺជាប្រភេទដង្កូវសំខាន់ៗដែលតែងតែយាយីដំណាំក្រូចរបស់បងប្អូនមួយដង្កូវស៊ីស្លឹកក្រូចប្រភេទដង្កូវនេះមានរូបរាងប្លែកៗតែនៅពេលវានៅតូចវាមានពណ៌ត្នោតលាយសមើលទៅដូចជាលាមកបាក់សីដើម្បីបន្លំខ្លួនពីសត្រូវការបំផ្លាញរបស់វាក៏គេជំវិញកែមស្លឹកឬស៊ីស្លឹកខ្ចីៗរហូតនៅសល់តែទងលទ្ធផលគឺធ្វើឲ្យដើមក្រូចបាត់បង់ស្លឹកសម្រាប់ធ្វើរស្មីសំយោគនិងយឺតយ៉ាវនៅក្នុងការលូតលាស់ប្រភេទទី2ដង្កូវវាទម្លុះស្លឹកជាដង្កូវតូចល្អិតដែលរស់នៅចន្លោះស្រទាប់ស្លឹកការបំផ្លាញរបស់វាទម្លុះធ្វើឲ្យស្លឹកមានស្នាមសសរញ៉េរញ៉ាំដូចជាសរសៃសូត្រហើយស្លឹកក្រូចឡើងរួញក្រាញ់និងប្រែជាស្លឹកពណ៌ត្នោតវាជាច្រកទ្វារធ្វើឲ្យមេរោគបាក់តេរីជំងឺរលាកស្ពឹកចូលយាយីបានយ៉ាងងាយចំពោះប្រភេទទី3គឺជាប្រភេទដង្កូវចោះផ្លែមេអំបៅពងដាក់នៅលើផ្លែហើយកូនដង្កូវញាស់មកចោះចូលទៅក្នុងសាច់ក្រូចការបំផ្លាញរបស់វាចោះចូលទៅក្នុងផ្លែដើម្បីស៊ីសាច់និងគ្រាប់ធ្វើឲ្យផ្លែក្រូចស្អុយរលួយនិងជួសមុនកាលអាយុប្រមូលផល4គឺជាប្រភេទដង្កូវហ្វូងឬក៏ដង្កូវរោមការបំផ្លាញជួនកាលវាស៊ីទាំងស្លឹកនិងត្រួយខ្ចីៗជាពិសេសនៅពេលយប់